បាទលោកស្ដាប់គ្នាយ៉ាងនេះបងតាខ្ញុំធ្វើការមកបរិយាគ្នាអំពីរបៀបដាក់ជាមួយនឹង simple voice chat ឲ្យបានត្រឹមត្រូវ 100%ភាគច្រើនដាក់ទៅគឺគាត់បើកអត់បានអញ្ចឹងណាអញ្ចឹងហើយគឺបាក់ខ្លាំងមែនតើអញ្ចឹងហើយខ្ញុំសម្រេចចិត្តធ្វើការចេញវីដេអូមួយនេះតែម្ដងអញ្ចឹងជាហ៊ានដំបូងអ្នកទាំងអស់គ្នាធ្វើការត្រូវតែមានជាមួយនឹងMojo Launcher អញ្ចឹងណាអ្នកគ្នាដែល down ក្នុង Play Store down free ដល់គ្នាឲ្យទៅ down បានអញ្ចឹងណាអញ្ចឹងអ្នកគ្នាមានជាមួយនឹងកម្មវិធីគេមួយហ្នឹងហើយអ្នកកាច់ចូលវាមកអ្នកគ្នាចុចកន្លែងសញ្ញាព្រួយឡើងលើហ្នឹងមកបាទចាំតិចហ្នឹងច្រឡំស្ដីមិញតើការចុចកន្លែងហ្នឹងមកអ្នកគ្នាសញ្ញាបូកទៅមកអ្នកគ្នាតើការចុចតាមខ្ញុំមកអ្នកគ្នាជ្រើសរើសឥឡូវគេណាអ្នកគ្នា version បានក៏បានអីអ្នកគ្នាចង់លេងខ្ញុំ 1.21.1 អ្នកទាំងអស់គ្នាគឺជា version ដែលខ្ញុំចូលចិត្តលេងអញ្ចឹងណាហ្នឹងហើយអ្នកគ្នាចុចតាមខ្ញុំមកទៅមកអ្នកគ្នាទៅបាន account មួយហ្នឹងហើយបាទហើយចុចពាក្យថា play មករងចាំតិចទៅភាសាវាកំពុងតែ download ជាមួយនឹងឯកសារដោយសារតែខ្ញុំអត់មានត្រូវលេខទេខ្ញុំធ្វើការចេញតែម្ដងបាទធ្វើការចូលជ្រោមយើងមកអ្នកទាំងអស់គ្នាដើម្បី download ជាមួយនឹង simple voice chat អ្នកទាំងគ្នាត្រូវតែ search ពាក្យថា Modstream ព្រោះអី Modstream យើងអាច down mod ជាច្រើនអញ្ចឹងណាការ search ពាក្យថា Modstream មកនេះអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាទៅការ scope វីដេអូវាយបានអញ្ចឹងណាឥឡូវខ្ញុំទៅការចូលទៅក្នុង website ហ្នឹងផងដែរបាទតើមកអ្នកទាំងគ្នាទៅការចុចត្រី3អ្នកគ្នាជ្រើសរើសកន្លែងនេះមកចុចតាមខ្ញុំទៅនេះវានឹងចេញដូចផ្ទាំងកុំព្យូទ័រអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការចុចអាពណ៌បៃតងនេះមកបាទហ្នឹងហើយចុចកន្លែងហ្នឹងអ្នកទាំងអស់គ្នាទៅការចូលមកដល់កន្លែងមួយទៀតហើយទៅការ search ចុចលើហ្នឹងមកដើម្បីវាយពាក្យទៅការវាយឈ្មោះ simple voice chat ទៅវានឹងចេញជាមួយនឹងmod ហ្នឹងអ្នកគ្នាច្រឡំអ្នកគ្នា resource page ខ្ញុំចង់ច្រឡំអ្នកគ្នាហ្នឹងហើយឥឡូវយើងទៅការ download មកអ្នកគ្នាចុចលើវាមកតោះមកអ្នកគ្នាទៅការចូលមកដល់កន្លែងនេះអ្នកគ្នាចុចពាក្យថា download ហ្នឹងហើយចុចកន្លែងហ្នឹងមកនៅវានឹងមានកន្លែងឲ្យយើងរើស version អ្នកទាំងអស់គ្នាហើយទៅការមើលតាមខ្ញុំមួយអ្នកគ្នាកុំខាអញ្ចឹងណាហ្នឹងហើយអញ្ចឹងអ្នកគ្នាក៏ដាក់ version អ្នកគ្នាដាក់អង្គែមិញមកតោះមកអ្នកទាំងអស់គ្នាជ្រើសរើសអាក្រោមនេះជាប់ចាំតិចខ្ញុំកាំងអ្នកគ្នាខ្ញុំបិទអានេះវិញសិនទៅការព្រមវាឡើងវិញសិនកាំងមិញអ្នកគ្នាអូខេចាំតិចអ្នកគ្នាហ្នឹងហើយអ្នកគ្នាទៅការមើលមួយអ្នកគ្នាកុំខាចុចពាក្យនេះមកចុចតាមខ្ញុំហ្នឹងហើយពាក្យហ្នឹងអ្នកគ្នាតោះមកអ្នកគ្នាការចុចពាក្យថា download បាទក្រោមហ្នឹងហើយអូខេអញ្ចឹងគឺរួចរាល់អ្នកគ្នាតែយើងនៅមួយទៀតអ្នកគ្នាអត់ទាន់ហើយឲ្យការចូលជាមួយនឹងសារជីវ៉ាអ្នកទាំងអស់គ្នាអាច download បាននៅក្នុង Play Store អញ្ចឹងណាតែបានអ្នកទាំងអស់គ្នាធ្វើការនេះមកមើល mod យើង down មុនហ្នឹងអ្នកគ្នាចុចលើវាមកតែមកអ្នកគ្នាចុចពាក្យថា copy មកអ្នកគ្នាចុចកន្លែងតាមខ្ញុំច្រឡំហើយចុចចូលកន្លែងពាក្យថា Android data តែមកអ្នកគ្នាធ្វើការអស់ចុះក្រោមមកទាំងអស់គ្នាហ្នឹងហើយយើងនឹងឃើញជាមួយនឹង Mojo Launcher របស់យើងអ្នកគ្នាចុច file មកតបមកអ្នកទាំងអស់គ្នាទៅការចុចកន្លែងហ្នឹងមកអ្នកគ្នាចុចតាមខ្ញុំមកអ្នកគ្នាឃើញពាក្យ mod ចឹងអ្នកគ្នាផាសវាហ្នឹងមកអ្នកទាំងអស់គ្នាហ្នឹងហើយគឺរួចរាល់អ្នកគ្នាទៅការនៅចូលក្នុងហ្គេមទៀតចឹងណាអ្នកគ្នាទៅការចូល Mojo Launcher យើងមកបាទដើម្បីដាក់ជាមួយនឹង mod មួយហ្នឹងបានអ្នកទាំងអស់គ្នាឥឡូវខ្ញុំទៅការចូលសិនអ្នកគ្នាចាំតិចច្រឡំដៃណាអូខេឥឡូវនេះទៅការចូលដល់ Mojo Launcher យើងណាគ្នាចឹងអ្នកទាំងអស់គ្នាទៅការចូលកន្លែង setting មកណាគ្នាជ្រើសពាក្យថា resource page មកតែបងអ្នកគ្នាទៅការឃើញមកទាំង3អ្នកគ្នាដាក់ចូលទាំងអស់មកអ្នកគ្នាហ្នឹងហើយទាំង3ហ្នឹងអ្នកគ្នាអញ្ចឹងអ្នកគ្នាចុច done មកហ្នឹងគឺរួចរាល់អ្នកទាំងអស់គ្នាតើមកអ្នកគ្នាទៅការចូលក្នុង server មកអ្នកទាំងអស់គ្នាចាំតិចអ្នកគ្នាចឹងឥឡូវនេះទៅការបានដាក់រាល់អ្នកគ្នាអញ្ចឹងទៅការថយមកក្រោយវិញមកអ្នកទាំងអស់គ្នាហ្នឹងហើយទៅការចូលទៅកន្លែង server តែម្ដងបាទអ្នកគ្នាចឹងឥឡូវនេះយើងទៅការចូលម្ដងក្នុង server អ្នកទាំងអស់គ្នាអញ្ចឹងយើងធ្វើការចុចពាក្យអ្នកគ្នាចុចអក្សរ V មកអ្នកគ្នាហ្នឹងហើយអក្សរ V អញ្ចឹងអ្នកគ្នាទៅការចុចពាក្យហ្នឹងមកចុចតាមខ្ញុំមកបើកវាមកអ្នកគ្នាការចុចមួយទៀតបាទបើកសលេងនេះមួយទៀតដើម្បីស្ដាប់គេបានអញ្ចឹងណាអ្នកគ្នាហ្នឹងហើយចឹងមកអ្នកគ្នាចុចតាមខ្ញុំទាំងអស់គ្នាមួយអ្នកគ្នាមើលខ្ញុំកុំខាអ្នកគ្នាហ្នឹងហើយ
ចុចកន្លែងហ្នឹងទៅបើគាត់ជា reload ពាក្យហ្នឹងអ្នកទាំងអស់គ្នាចាំតិចអ្នកគ្នាជួយអក្សរ V មកខ្ញុំទៅការ check ចឹងណាអ្នកគ្នាបើគាត់ជួបបញ្ហាមួយនេះអ្នកទាំងអស់គ្នាទៅការចូល setting ដល់ឲ្យចុចទៅ reload ពាក្យហ្នឹងអ្នកគ្នាគឺយើងអាចនិយាយបានទេអ្នកគ្នាចឹងហើយខ្ញុំនឹងប្រាប់ពីរបៀប switch ទៅលើវាអ្នកគ្នាដើម្បីឲ្យវាបើកសលេងបានវិញចឹងអ្នកគ្នាធ្វើតាមខ្ញុំមកអ្នកគ្នាការចេញពី module launcher យើងមកចឹងដល់អ្នកគ្នាចេញពី module launcher ចឹងអ្នកគ្នាទៅការសកត់លើកម្មវិធីហ្នឹងទៅអ្នកគ្នាទាំងអស់ចូលកន្លែងព័ត៌មានរបស់កម្មវិធីហ្នឹងអ្នកគ្នាតែមកអ្នកគ្នាជ្រើសរើសការអនុញ្ញាតនេះទាំងអស់គ្នាហ្នឹងហើយអ្នកគ្នាការចូលកន្លែងអនុញ្ញាតយើងមកទៅអ្នកគ្នាក៏ឃើញ microphone នេះអ្នកគ្នាចឹងអ្នកគ្នាភ្លេចបើកកន្លែងហ្នឹងចឹងអ្នកគ្នាទៅការបើកអនុញ្ញាតវាមកអ្នកទាំងអស់គ្នាចឹងគឺរួចរាល់អ្នកទាំងអស់គ្នាទៅការចូល game វិញទៅហ្នឹងហើយចឹងបន្ទាប់ពីយើងចូល game ហើយអ្នកគ្នាទៅការចុចលើអក្សរ V មកហ្នឹងហើយលើអក្សរ V ចឹងវានឹងឃើញបែបនេះអ្នកគ្នាចូលទៅកាន់ setting អ្នកទាំងអស់គ្នាចុចតាមខ្ញុំទាំងអស់មកការចុចលើវាទៅបាទអញ្ចឹងគឺរួចរាល់អ្នកគ្នាយើងអាចនិយាយបានអញ្ចឹងណាអញ្ចឹងវីដេអូយើងក៏ឈានមកដល់ទីបញ្ចប់ទៅហើយអ្នកគ្នាអរគុណសម្រាប់ការតាមដានទស្សនាខ្ញុំបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត